អាហារូបករណ៍100%របស់រដ្ឋាភិបាលអ៊ីរឡង់សម្រាប់សិស្សកម្ពុជាគេបើកមកវិញទាំងអស់គ្នាគេបើកកាលពីថ្ងៃទី29 ខែ6ហ្នឹងណាហើយអាហារូបករណ៍មានឈ្មោះថា Island Fellows Program ដែលជាប្រភេទ fully funded scholarship បើន័យថាគេចេញឲ្យគ្រប់យ៉ាងទាំងថ្លៃយន្តហោះការស្នាក់នៅប្រាក់ខែប្រចាំខែថ្លៃសិក្សាអីហ្នឹងដោយសារវាជាប្រភេទ government scholarship scholarship ហ្នឹងដែរគឺគេឲ្យទៅខាងថ្នាក់ master ហើយគេឲ្យទៅលើមុខជំនាញមួយចំនួនតាក់ទងជាមួយនឹងខាង education ខាង health computer science engineering ហើយនឹងមានមួយចំនួនទៀតដែរហើយអីដែលខ្ញុំចង់ចែកម្លែកមួយអ្នកទាំងអស់គ្នានៅក្នុងថ្ងៃហ្នឹងដែលសារតែកន្លែងធ្វើការរបស់ខ្ញុំ Springboard for Education បានសហការជាមួយនឹងខាងស្ថានទូតអ៊ីរឡង់នៅក្នុងការរៀបចំកម្មវិធីចែកម្លែកព័ត៌មានមួយតាក់ទងជាមួយនឹងអាហារូបករណ៍ហ្នឹងណាអញ្ចឹងវាគឺជាឱកាសពិសេសមួយដែលអ្នកទាំងអស់គ្នាអាចចូលរួមហើយអាចស្ដាប់ព័ត៌មានលម្អិតតាក់ទងជាមួយនឹងអាហារូបករណ៍នឹងបានហើយយើងអាចធ្វើការ connect អីចឹងទៅហើយជាក់ស្ដែងកាលពីឆ្នាំមុនគឺខ្ញុំបានចូលរួមក្នុងការសម្របសម្រួលទៅលើកម្មវិធីនឹងដូចគ្នាហើយកាលពីឆ្នាំមុនហ្នឹងក៏យើងមានអ្នកចូលរួមពីអតីតអ្នកដែលគាត់ធ្លាប់ជាប់អាហារូបករណ៍នឹងដែរអញ្ចឹងខ្ញុំគិតថានេះគឺជាឱកាសដែលល្អមែនតើសម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍ទោះបីជាអត់ទាន់ចាប់អារម្មណ៍ឆ្នាំហ្នឹងចង់ដាក់នៅពេលដែលអ្នកចិត្តរៀនចប់អញ្ចឹងណាក៏អាចចូលមកស្ដាប់បានដែរដើម្បីត្រៀមខ្លួនដាក់នៅឆ្នាំបន្តទៀតអីចឹងទៅហើយកម្មវិធីហ្នឹងគឺយើងនឹងធ្វើនៅថ្ងៃទី13ខែ7ហ្នឹងនៅម៉ោង2នៅខាងការិយាល័យ Springboard ដែលមានទីតាំងនៅខាងម្ដុំទូកកក្រោយសាលានរដ្ឋធីវីផ្លូវ574ហ្នឹងណាហើយអ្នកទាំងអស់គ្នាបើសិនចង់ចូលរួមខ្ញុំនឹងតម្លាក់ link នៃការចុះឈ្មោះនៅក្នុង comment section បានអ្នកទាំងអស់គ្នាអាចធ្វើការចុះឈ្មោះចូលរួមព្រោះដោយសារតែកន្លែងរបស់យើងគឺមានកណ្ដាប់ដូចគ្នាអញ្ចឹងខ្ញុំគិតថានេះគឺជាឱកាសល្អសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងកុំឡងបើសិនជាមានពេលហើយចាប់អារម្មណ៍ក្នុងការត្រៀមខ្លួនសម្រាប់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសអាចមកចូលរួមកម្មវិធីនឹងបាន